អ្នកមានលុយចូលទៅលុយមកអ្នកមានកម្លាំងធ្វើកម្លាំងទៅអ្នកមានបញ្ញាចូលបញ្ញាមកបើយើងឈ្នះឆ្នោតទៅបងប្អូនខ្ញុំថាកម្លាំងនយោបាយថ្មីនៅស្រុកខ្មែរកម្លាំងនយោបាយថ្មីសឹកកូនអ្នកស្រែអាពួកបញ្ញវន្តដែលគណៈបកប្រជាជនយកទៅធ្វើការសប្ងៃហ្នឹងក៏មិនមែនអាពួកបញ្ញវន្តនៅលើទីលានប្រជាធិបតេយ្យផ្ការីស្គូស្គីអង្គការសង្គមស៊ីវិលក៏មិនមែនសត្វតែពួកយុវជនកូនអ្នកស្រែទាំងអស់បងប្អូនពីព្រោះសម្រាប់ខ្ញុំបងប្អូនចេះដល់កម្រិតណាក៏ដោយបងប្អូនតែគ្មានបេះដូងធ្វើការងារបម្រើមโนសញ្ចេតនារបស់ខ្លួនដែលមានចំពោះពូជសាសន៍ខ្លួនទេខ្ញុំមិនចាត់ទុកថាជាធនធានមនុស្សដែលត្រូវយកមកធ្វើការឡើយចេះដល់កម្រិតណាក៏ដោយបើអ្នកគ្មានមโนសញ្ចេតនាមួយដែលចង់ធ្វើការងារបម្រើជាតិសាសន៍របស់ខ្លួនដោយមโนសញ្ចេតនាមិនចាត់ទុកជាធនធានមនុស្សដែលត្រូវយកមកប្រើឡើយបងប្អូនប្រជាពលរដ្ឋអ្នកបោះឆ្នោតអ្នកគិតទៅតើអ្នកចង់បានមនុស្សរបៀបម៉េចទៅធ្វើការងារបម្រើឲ្យបងប្អូនឬមួយបងប្អូនចង់បានមនុស្សដែលសង្ឃឹមតួនាទីតំណែងរបស់ខ្លួនបែបគណៈបកប្រជាជនមកធ្វើជាតំណាងរបស់បងប្អូនពួកនេះណាបងប្អូនសម្រាប់ខ្ញុំវិញខ្ញុំមើលមុខវាខ្ញុំហៅវាអីណាបងប្អូនខ្ញុំថាអានេះស្អុយទាំងរស់ហ្មងអញមើលមុខហែងអញចង់ក្អួតស្អុយទាំងរស់ហ្មងចុះពីលើឡានមកប៉ុន្តែអញមើលមុខហែងអញថាហែងស្អុយទាំងរស់និយាយពីសម្លឹងតំណែងតួនាទីបងប្អូនណាវាគិតរួចស្រេចថាតើតំណែងតួនាទីនឹងវាបានលុយប្រមាណវាបោកលេខរួចស្រេចងាកមកប្រជាប្រដ្ឋឲ្យលហាមទៅធ្វើកញ្ចាស់សុកគេឲ្យតែលឺដល់ប្រជាប្រដ្ឋខ្មែរគឺនិយាយតែពីរឿងអាអន់ហ្នឹងហ្មងមកអាស៊ានបងប្អូនចំណូលថវិកាក្រមគេក្រមទាំងឡាវផងក្រមទាំងភូមាផង1200ជាងតិចមួយឆ្នាំបងប្អូនសិង្ហបុរីលើគេយើងក៏ទុយវងឃើញមុខប្រជាប្រដ្ឋខ្មែរដល់កម្រិតនឹងហើយនៅឃ្លានចង់មានចង់បានលើញើសលើឈាមលើខ្ទុះបោះប្រជាប្រដ្ឋខ្មែរទៀតហាបងប្អូនពិចារណាមើលនិយាយពីចូលហាងវានិយាយតែពីស្រីវានិយាយតែពីតំណែងតួនាទីវានិយាយតែពីដើរលេងហើយបញ្ញវន្តហ្មងបញ្ញវន្តហ្មងអញ្ចឹងបានខ្ញុំឃើញមុខវាខ្ញុំថាហែងស្អុយទាំងរស់អញមើលមុខហែងស្អុយទាំងរស់អញខ្ពើមណាស់ចុះពីលើឡាន4 10តែខ្ពើមហ្មងអាពួកអ្នកធ្វើការសប្ងៃចរិតធន់នឹងហើយអាពួកអ្នកជេររួចហើយចង់ទៅជំនួសតំណែងតួនាទីរបស់ពួកអស់ហ្នឹងចរិតដូចគ្នាទៀតបងប្អូនសំរងស៊ីកម្មសខាចរិតថោកដូចគ្នាអញ្ចឹងទៀតមន្ត្រីរបស់វាអញ្ចឹងបានខ្ញុំសួរប្រជាប្រដ្ឋថាតើអ្នកចង់បានមន្ត្រីបែបណាទៅបម្រើការងារប្រទេសជាតិឲ្យបងប្អូនមានតែមន្ត្រីដែលធ្វើការណាចាត់ទុកប្រជាប្រដ្ឋជាបងជាប្អូនណាធ្វើការដោយបម្រើមโนសញ្ចេតនាទេបងប្អូនដែលស្រុករបស់បងប្អូនអាចរីកចម្រើនទៅបានហើយយើងណាបងប្អូនណាអ្វីបាត់តែយើងមានចិត្តចង់ក៏ដោយបើយើងឈ្នះឆ្នោតទៅយើងខ្វះមន្ត្រីបែបហ្នឹងធ្វើការបានជោគជ័យទេបងប្អូនហើយបាត់តែយើងចង់ជួយប្រទេសជាតិក៏ដោយតែបើយើងគ្មានធនធានមនុស្សបែបហ្នឹងគ្រប់គ្រាន់ទេបងប្អូនណាធ្វើការងារអត់បានជោគជ័យទេបងប្អូនមន្ត្រីរបស់យើងអាចរិតបែបហ្នឹងត្រូវការរាប់ម៉ឺនអ្នកបងប្អូនមិនតិចទេម៉ឺនអ្នកសែនអ្នកផងសែនអ្នកបងប្អូនដាក់តាំងពីឃុំមិនតិចទេណាមន្ត្រីបក្សព្យាបាលកសិកម្មហិរញ្ញវត្ថុច្រើនណាស់បងប្អូននៅតាមមូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋដោយមនោសញ្ចេតនាគ្រូបង្រៀនទូទាំងប្រទេសពេទ្យទូទាំងប្រទេសមន្ត្រីរាជការប៉ូលីសទាហានច្រើនណាស់បងប្អូនសែនអ្នកយើងត្រូវការមនុស្សដែលធ្វើការងារបម្រើមនោសញ្ចេតនារបស់ខ្លួនដែលមានចំពោះពូជសាសន៍របស់ខ្លួនណារាប់សែនអ្នកបងប្អូនរាប់សែនអ្នកក្រៅពីគណៈបកសម្ព័ន្ធសួរតែតើគណៈបកមួយណាដែលគេគិតគូរពីរឿងអស់ហ្នឹងគេគិតគូរតែពីរឿងឈ្នះអញ្ចឹងបានខ្ញុំមកបងប្អូនអត់មានកៅអីពីអាណត្តិទេត្រឡប់ថយក្រោយមកវិញបងប្អូនសប្បាយចិត្តណាស់បងប្អូនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារសម្អាតមនុស្សដើម្បីយកទៅកាន់ការងារស្រុកទេសច្រើនណាស់បងប្អូនណាដែលសំបីតែខ្លួនខ្ញុំក៏ខ្ញុំមើលច្រឡំដែរឧទាហរណ៍ដូចប្រពន្ធយើងអញ្ចឹងបើយើងមិនបាននាំប្រពន្ធយើងទៅកន្លែងដែលសម្បូរប្រុសស្អាតទេណាបងប្អូនយើងអត់បានដឹងថាប្រពន្ធយើងចិត្តចៅសោះដល់ពេលយើងនាំប្រពន្ធយើងទៅអាវងប្រុសស្អាតប្រុសសង្ហាប្រពន្ធយើងដោយមួយគេបាត់តបងដៃដូចឈឺចិត្តដែរដល់ពេលមកដល់ផ្ទះវិញគួយគិតទៅទេដូចសប្បាយចិត្តមួយយ៉ាងដែរកុំអីអោបស្រីចិត្តចើកឲ្យតម្លៃស្រីចិត្តចើករហូតដល់ឥឡូវដឹងខ្លួនទេនេះម៉េះឲ្យតម្លៃស្រីចិត្តចើកនឹងថាជារាជនីក្នុងដួងចិត្តរបស់ខ្លួនតាមពិតស្រីចិត្តចើកសោះដល់ពេលវាមានឱកាសជួបប្រុសស្អាតសង្ហាវាទៅចោលយើងបាត់មុនដំបូងមានអារម្មណ៍ថាដូចឈឺចិត្តដែរដល់មកសតុថយមកគិតវិញថាយេដូចសំណាងយើងកុំអីឲ្យតម្លៃទៅលើស្រីចិត្តចើកអញ្ចឹងមកជីវិតរបស់យើងអត់ដឹងមុខស្រីចិត្តចើកតំណាងរាស្ត្ររបស់យើងក៏ចឹងដែរបងប្អូនបើអាណត្តិមុនមួយនោះជាប់ឆ្នោតអាណត្តិបន្ទាប់នេះជាប់ឆ្នោតដែរបងប្អូនអូជាប់អាលបលកាច់លបលយកនឹងខ្លះហើយសម្រាប់ខ្ញុំបងប្អូនមន្ត្រីដែលយកទៅធ្វើការងារជាពិសេស
តំណាងរាស្ត្រហើយនឹងគណៈរដ្ឋមន្ត្រីគឺមនុស្សដែលមិនបានធ្វើការងារបម្រើមនោសញ្ចេតនារបស់ខ្លួនគឺរស់មិនកើតទេខ្ញុំត្រូវការមនុស្សអញ្ចឹងដើម្បីយកទៅធ្វើការតំណាងរាស្ត្រហើយនឹងគណៈរដ្ឋមន្ត្រីត្រូវការមនុស្សមួយជីវិតហ្នឹងបើមិនបានធ្វើការងារបម្រើមនោសញ្ចេតនារបស់ខ្លួនរស់មិនកើតទេស្រុកខ្មែរត្រូវមានមនុស្សប្រភេទហ្នឹងធ្វើការបងប្អូនពីព្រោះយួនវាលុកលុយចូលដល់ជំរឿក្នុងប្រទេសខ្មែរហើយបើអ្នកកាន់ការងារស្រុកទេសហ្នឹងមិនធ្វើការដោយចិត្តស្រឡាញ់បំរើមនោសញ្ចេតនាពូជសាសន៍របស់ខ្លួនគឺมันអាចគាស់របូតពីយួនមកវិញទេស្រាប់តែអាណត្តិមុនមានយុវជនខ្លះដែលខ្ញុំទុកចិត្តណាបងប្អូនស្រាប់តែវាប៉ះតកិច្ចអីបន្តិចបន្តួចស្រាប់តែវាចេញពីយើងទៅរកស៊ីអីចឹងទៅការប្រពន្ធដាក់បាត់តែហ្មងទៅឯងទុកចិត្តថាអាមួយនេះមកជីវិតរបស់វាជាយុវជនផងស្ដាប់ LDP យល់រួចហើយមកចូល LDP ខ្ញុំថានេះมันអាចរស់នៅអត់ធ្វើនយោបាយបានទេខ្ញុំប្រមាលមើលព្រោះយុវជនផងស្ដាប់ LDP យល់ចូលមកខ្ញុំគិតថាមនុស្សដោយខ្លួនខ្ញុំសប្ងៃបងប្អូនអត់បានធ្វើការងារបម្រើមនោសញ្ចេតនារបស់ខ្លួនដឹងរស់មិនទេបងប្អូនថៃបត្តការងារនឹងវាលំបាកបងប្អូនប៉ុន្តែទៅសងំនៅពេលដែលប្រជាពលរដ្ឋលំបាកវាលំបាកជាងយើងមកធ្វើទៅទៀតយើងមកធ្វើវាលំបាកហើយតែពេលយើងទៅសងំឃើញប្រជាពលរដ្ឋលំបាកនៅមិនសុខទេក្នុងចិត្តរបស់យើងអញ្ចឹងស្រាប់តែយុវជនហ្នឹងវាធ្វើការងារជាមួយយើងប៉ះតកិច្ចផ្លូវចិត្តអីទិញទួយទៅបងប្អូនណាវាតការប្រពន្ធរួចហើយរកស៊ីធម្មតាទៅខ្ញុំនឹកក្នុងចិត្តអញមើលខុសបើប្រពន្ធនិយាយថាឲ្យតម្លៃស្រីនឹងខុសព្រោះយុវជនណាបងប្អូនយុវជនខ្លះនៅក្នុងសម្ព័ន្ធរាល់ថ្ងៃនេះបងប្អូនខ្ញុំសង្កេតមើលអាពួកនេះបើសិនជាអត់បានធ្វើនយោបាយបម្រើមនោសញ្ចេតនារបស់វាដឹងរស់មិនទេនេះដឹងរស់មិនមកវាអត់អាចទៅដេកការប្រពន្ធឲ្យរកស៊ីដាច់ដោយឡែកចង់បានទេបងប្អូនជាទុនកម្មពេញមួយជីវិតរបស់វាស្រាប់តែមួយនឹងអត់ទេបងប្អូនវាទៅមានប្រពន្ធមានកូនរកស៊ីធម្មតាគេទៅនិយាយពីរឿងនយោបាយអត់មានចូលលេងបន្តិចឥឡូវងាប់ហើយសត្វតែឈរឈ្មោះតំណាងរាស្ត្រសម័យមុនផងបើសិនណាជាជាប់ឆ្នោតងាប់ហើយហ្នឹងមិនអោបស្រីចិត្តចៅមកយកហ្នឹងអូកាលពីវានៅបងប្អូននិយាយពីលើកស្លាកលើកអីនិយាយពីថ្ងៃណាក៏ឃើញវាទៅដែរប៉ុន្តែនេះតបហែហមទេបងប្អូនវាចូលចិត្តទៅហ្មងឃើញតែមុខវារហូតអាតបហែហមហ្នឹងបើដេញចោលវិញមិនមែនអាអ្នកដេញណាអាអ្នកស្រែកអូមកអើយទៅកណ្ដោ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 ស្រែកលឺជាងអាយើងអ្នកដេញទៀតបើតាមតែថតសម្លេងវាហ្នឹងងាប់បដោយមិនបានមើលសកម្មភាពហ្នឹងណាគឺថាវាហ្នឹងខ្លាំងជាងអាអ្នកដេញមែនតើទៅទៀតចោលហ្នឹងចាប់បានដោយសារវាទេបើតាមតែឃើញតែវាថតផោនិយាយពីទៅលើកស្លាកកន្លែងណាក៏ឃើញតែមុខវាហ្នឹងណាអូវាសកម្មងាប់ហើយបងប្អូនប៉ុន្តែដល់ពេលវាប៉ះតកិច្ចផ្លូវចិត្តអីមិនតិចស្រាប់តែដេកផ្ទះប្រយធម្មតាអត់មានរវល់អីមិនតិចខ្ញុំថាអូអញមើលមនុស្សខុសតើយុវជនសម្ព័ន្ធណាបងប្អូនជាទូទៅអត់បានធ្វើនយោបាយហ្នឹងណាបងប្អូនរស់អត់កើតទេជីវិតវារស់អត់កើតទេពួកយុវជនសម្ព័ន្ធសប្ងៃរស់មិនកើតទេបងប្អូនរស់មិនកើតទេពេលព្រោះចិត្តរបស់វាជាប់នឹងហ្នឹងហើយវាមិនអាចទៅការប្រពន្ធរួចហើយដេកធ្វើគ្នារកស៊ីធម្មតាអត់ដែលស្ដាប់រយោអីអញ្ចឹងទេបងប្អូនវាអត់ទៅរួចទេវាទៅមិនរួចទេហើយយើងត្រូវការយុវជនបែបហ្នឹងបងប្អូនអាយុវជនដែលមានមនោសញ្ចេតនានិងពូជសាសន៍របស់ខ្លួនឈប់ធ្វើម្បានហ្នឹងដើម្បីមកធ្វើតំណាងរាស្ត្រដើម្បីមកធ្វើរដ្ឋមន្ត្រីដើម្បីធ្វើការងារបម្រើមនោសញ្ចេតនាចំពោះពូជសាសន៍របស់យើងបងប្អូនការងាររបស់យើងជាការងារធ្ងន់ធ្ងរការងារច្រើនហើយជាការងារគ្រោះថ្នាក់ទៀតបងប្អូនគ្រាន់តែរឿងសញ្ជាតិមួយបងប្អូនខ្ញុំឈឺចាប់ណាស់បងប្អូនខ្ញុំឈឺចាប់ណាស់ខ្ញុំទៅបូកគោខ្ញុំទៅអត់បានទេបងប្អូនតែខ្ញុំក៏លេចឃើញសមុទ្រខ្មែរព្រាមខ្ញុំឈឺចាប់ហ្មងបងប្អូនខ្ញុំដៅកាហាយហ្មងខ្ញុំថាយកប្រមាណយកទៅយកប្រមាណយកទៅកុំហៅអញទៅមើលអញត្រូវការយកឈ្នះសិនអញអត់ទៅមើលទេមើលនាំឈឺចាប់បងប្អូនមើលនាំឈឺចាប់ខ្ញុំអត់ទៅទេបងប្អូនខ្ញុំឈឺចាប់ណាស់ឈឺចិត្តណាស់បងប្អូនឈឺចិត្តសព80យ៉ាងឈឺចិត្តនឹងអាបរទេសដែលវាអាចបន្លប់ប្រជាពលរដ្ឋខ្មែរបានណាឲ្យហៅវាជាអ្នកមានគុណឈឺណាស់បងប្អូនឈឺណាស់ដែលវាបំផ្លាញយើងសោះរួចហើយវាអាចបន្លប់ខ្មែរបានណាឲ្យហៅវាថាជាអ្នកមានគុណអញ្ចឹងបានខ្ញុំឃើញអាណាឲ្យតែហៅលឺតែ7មករាឲ្យតែភ្លេចគុណ7មករាមិនមែនមនុស្សអីណាណៃដៀលថ្មេះយើងសពយ៉ាងដែលយើងមិនព្រមទទួលស្គាល់ថ្ងៃ7មករាថាជាថ្ងៃរំដោះថ្ងៃអីណាបងប្អូនវាដៀលថ្មេះរបស់យើងវាដៀលថ្មេះយើងបងប្អូនអូថ្ងៃ7មករាជាថ្ងៃផ្ដល់ជីវិតថ្មីស្អីបងប្អូនហើយខ្ញុំថាយីខ្ញុំចង់ទៅបវលមុខមើលអញសុំមើលមុខបន្តិចមើលផលប្រយោជន៍ស្អីថាផលប្រយោជន៍ស្អីរបស់ហេងក៏វាធំជាងផលប្រយោជន៍ជាតិហាអាខ្លះសិល្បករសោះសិល្បករវាហ៊ាននិយាយយ៉ាងថ្ងៃ7មករាជាថ្ងៃផ្ដល់កំណត់ខ្ញុំថាបិទចម្ពោះទៅបើនិយាយការពិតមិនបានបិទចម្ពោះទៅស្អីផលប្រយោជន៍ស្អីក៏វាធំជាងផលប្រយោជន៍ជាតិទៀតវាឲ្យយើងនិយាយឡើងថា
បើកុំតែមាន7មករាមិនមានថ្ងៃហ្នឹងបើហែងនិយាយរបៀបអញ្ចឹងដែរហែងមិនសួរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅមកចុះបើកុំតែមានប៉ុលពតលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានធ្វើនាយករដ្ឋមន្ត្រីអត់ហែងមិនក៏មិននិយាយអញ្ចឹងមកបើហែងគិតតែរឿងបានអញ្ចឹងកុំតែមាន7មករារឿងអីយើងមានជីវិតរស់នៅសប្ងៃបើហែងនិយាយតែរឿងហែងបានណាហែងអត់មើលចេតនារបស់មនុស្សចេតនារបស់គេធ្វើមិនចុះហែងគិតតែរឿងបានបើហែងគិតតែរឿងហែងបានហែងទៅប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យអរគុណប៉ុលពតផងទៅពីព្រោះដោយសារប៉ុលពតហើយបានគាត់បានធ្វើនាយករដ្ឋមន្ត្រីពួកអញ្ចឹងឯងផ្អែកទៅលើតាបានគេឆ្លោះមុខផ្ទះយើងបែកកវ៉ែតែឆ្លោះយើងរហូតដេករហូតពួនមិនបានហួយអាចោវាមិនហ៊ានចូលផ្ទះយើងហើយយើងទៅអរគុណអ្នកឆ្លោះអ្នកឆ្លោះនោះវាឆ្លោះគ្មានគិតដល់អ្នកចិត្តខាងវាអត់មានគិតហើយអាចោវាមិនបានលួចទៅហើយទៅអរគុណអ្នកឆ្លោះមុខផ្ទះយើងហ្នឹងគេឆ្លោះដើម្បីយើងបងប្អូនពិចារណាមើលដូចអាអ្នកខ្លះគេថាម៉ែឪមានគុណត្រង់ថាម៉ែឪបង្កើតជីវិតមកហែងស្រឡាញ់ជីវិតហ្នឹងហែងបានជីវិតមកហ្នឹងហែងស្រឡាញ់ហើយចង់បើគ្នាកើតមកកបត់ដៃកបត់ជើងហើយគ្នាអត់ចង់បានជីវិតនោះហើយគ្នាក្តៅកាហាយនឹងជីវិតរបស់ខ្លួននេះអាណាបង្កើតអញមកនេះឥឡូវម៉ែឪមានគុណអត់ចង់ហែងកើតមកមានដៃមានជើងរូបសម្ផស្សស្អាតមានបញ្ញាអីត្រឹមត្រូវចឹងហើយហែងស្រឡាញ់ជីវិតហើយថាអរគុណម៉ែណាដែលបង្កើតខ្ញុំមកហើយចង់កបត់ដៃកបត់ជើងគាត់មកចុះដែលវាអត់ពេញចិត្តនឹងជីវិតនេះមនុស្សគេត្រូវមើលចេតនាមនុស្សហើយចូលវៀតណាមនោះវាចូលដីខ្មែរវាចូលធ្វើអីវាចូលធ្វើអីវាឲ្យប៉ុលពតស្លាប់អស់រួចហើយចូលមកតម្រង់ការដែរអីវាមិនត្រូវរកល្បិចដើម្បីចូលមកវាសល់បន្តិចវាសល់បន្ទួចហ្នឹងដើម្បីអីដើម្បីឲ្យខ្លាយទៅអ្នកមានគុណយើងយកប្រទេសយើងនេះឲ្យភ្លើទេឲ្យកុំមើលចេតនាបើថាយួននិយាយអញមិនថាទេខ្មែរនិយាយវាហួសហេតុបើទេបងប្អូនឈឺចាប់ណាស់បងប្អូនឈឺចាប់មួយដល់ឈឺចាប់ពីរបងប្អូនតាំងតែពីដើមមកវីរៈបរិសអ្នកស្នេហាជាតិខ្មែរត្រូវបានគេចងយកទៅបាញ់ចោលក្រោមរូបភាពតាអ្នកក្បត់ជាតិហ្មងបងប្អូនមើលដូចខ្ញុំដូចអីជំនាន់មុនគេយកទៅបាញ់ចោលបាត់ហើយឲ្យបងប្អូនលើកក្រោយនឹងរៀនសូត្រទៅសិតតែក្បត់ជាតិបាត់ហើយនោះហើយសួរតែពេលគេបាញ់ចោលយើងដឹងច្បាស់ថាយើងមិនមែនក្បត់ជាតិទេយើងជួយជាតិទៅសួរយើងឈឺចាប់ប៉ុណ្ណាបងប្អូនមើលសភៅឡើងបងប្អូនខ្ញុំសឹងតែប្រើពាក្យថាឈាមចង់ដល់ឈាមអញក្តៅណាវារៈបរិសជាតិរបស់អញត្រូវបានគេយកទៅបាញ់ចោលក្រោមរូបភាពជាអ្នកក្បត់ជាតិអញឈឺចាប់ណាស់បងប្អូនខ្ញុំឈឺចាប់ណាស់បងប្អូនខ្ញុំឈឺចាប់ណាស់ឈឺណាស់បងប្អូនដល់ពេលឈឺអាទី3បងប្អូនឈឺអាគេធ្វើបាបប៉ុណ្ណឹងហើយអាកូនចៅអីអត់ព្រមងើបបងប្អូនអត់ព្រមងើបនៅរំនៅជាងនៅសបាយក្នុងភុកក្នុងជ្រាំគេធ្វើបាបរាល់ថ្ងៃយីអាស្រុកឈួតនឹងកូនល្ងឹតម៉េះបងប្អូនការងាររបស់យើងច្រើនណាស់បងប្អូនគ្រាន់តែរឿងសញ្ជាតិមួយបងប្អូនខ្ញុំអត់ចង់និយាយរឿងហើយនេះអាសាបណាស់ខ្ញុំមិនព្រមទេបងប្អូនខ្ញុំប្រាប់ថាខ្ញុំមិនព្រមទេសញ្ជាតិសប្តាហ៍ខ្ញុំមិនព្រមទេវាយខ្ញុំទងងាប់ខ្ញុំមិនព្រមដែរឲ្យសញ្ជាតិសប្តាហ៍ថ្ងៃនេះទៅគ្រប់មនុស្សទាំងអស់នៅក្នុងសង្គមខ្មែរឲ្យកាន់អត្តសញ្ញាណប័ណ្ណនឹងខ្ញុំមិនព្រមទេតែខ្ញុំអត់ចង់និយាយពេល LDP ខ្ញុំសរើហើយខ្ញុំដាច់ខាតខ្ញុំមិនព្រមទេសញ្ជាតិសប្តាហ៍ខ្ញុំគ្រប់គ្រងប្រទេសមិនកើតទេដឹងអាណាយួនដឹងអាណាខ្មែរម្ចាស់ថ្លៃខ្ញុំគ្រប់គ្រងមិនកើតទេបងប្អូនយ៉ាងតិចបំផុតណាក៏បងប្អូនត្រូវស្គាល់មុខថាអ្នកណាមិត្តអ្នកណាសត្រូវដែរហើយចុះបើបងប្អូនគេឲ្យសញ្ជាតិអស់ពេញទឹកពេញដីបងប្អូនគ្រប់គ្រងមនុស្សដែលបងប្អូនអត់ស្គាល់អត្តសញ្ញាណមិនកើតបងប្អូនគ្រប់គ្រងមិនកើតអាពី79នោះកើតអញពេញទឹកពេញដីឥឡូវអាថ្មីចូលមកទៀតធ្វើសបុតកណ្ដាលបានតែធ្វើសបុតកណ្ដាលបានធ្វើអត្តសញ្ញាណបានទៀតមកអាចឹងទៀតបងប្អូនហើយមកតង្គខ្ញុំដាច់ខាតខ្ញុំមិនព្រមទេបងប្អូន